ជំរាបសួរដល់លោកគ្រូអ្នកគ្រូនិងសិស្សនិស្សិតទាំងអស់គ្នានេះខ្ញុំឈ្មោះត្រីសុកលឿនសិស្សសាស្ត្រទី11ទីនៃវិទ្យាល័យហោស្តានព្រាមជង្គង់ហើយខ្ញុំគឺជាសមាជិកម្នាក់នៅក្នុងកម្មវិធីអំណាច3ហើយនៅក្នុងថ្ងៃនេះដែរខ្ញុំលើកឡើងនៅសៀវភៅមួយក្បាលមានចំណងជើងថាប្រតិទិន355ថ្ងៃដែលសៀវភៅនេះនិពន្ធដោយលោកឡាំលឹមហើយកម្រាស់សៀវភៅវិញគឺមានចំនួន417ទំព័រហើយអ្នកនិពន្ធគឺគាត់បាននិពន្ធហើយក៏បានបោះពុម្ពលើកទី3នៅថ្ងៃទី19ខែធ្នូឆ្នាំ2022ហើយក្នុងថ្ងៃនេះដែរគឺខ្ញុំលើកបញ្ហាចំនួន3យកមកបកស្រាយតែបញ្ហាមួយបញ្ហាទី1ទៅទៅនឹងធ្វើមានកំហឹងធ្វើមិនដឹងប្រឹងទីប្រយោជន៍ហើយទៅដល់ទី2រិះគន់ប្រកបដោយសិល្បៈនិងទី3ធ្វើអ្វីត្រូវគិតដល់អ្នកអតីតអញ្ចឹងសូមបកស្រាយនៅមួយបញ្ហាទី1បញ្ហាទី1ទៅនឹងសម្ដែងធ្វើខឹងធ្វើមិនដឹងតែមានប្រយោជន៍ខឹងឬមួយក៏បង្កមិនខឹងគឺវាមិនសំខាន់ទេប៉ុន្តែការខឹងរបស់យើងហ្នឹងវាប្រយោជន៍ដែរឬអត់មនុស្សដែលខឹងឬមួយក៏មានមេត្តាគឺវាអត់សំខាន់ទេសំខាន់ថាតើការខឹងរបស់គាត់ហ្នឹងត្រូវកលៈទេសៈត្រូវពេលត្រូវការដែរឬមួយក៏អត់អញ្ចឹងមនុស្សខឹងមិនមែនសុទ្ធតែខុសទេសំខាន់ខឹងរបស់គាត់ហ្នឹងក្នុងកលៈទេសៈមួយណាក្នុងការមួយណាអញ្ចឹងដូចជានៅក្នុងសៀវភៅនោះដែរគឺលោក Aristotle គាត់បានពោលថាខឹងឬមួយក៏ខឹងវាងាយស្រួលណាស់ដែលមនុស្សយើងគឺគាត់មានកំហឹងតែវារៀងមិនសូវស្រួលក៏វារៀងពិបាកដែលមនុស្សយើងត្រូវខឹងត្រូវពេលត្រូវការត្រូវកលៈទេសៈអញ្ចឹងជាក់ស្ដែងដូចជាយើងជួបផ្ទាល់នៅពេលដែលយើងខឹងបើសិនជាយើងចេះខឹងមនុស្សដែលយើងចេះប្រើការខឹងរបស់យើងអាចធ្វើម្នាក់ហ្នឹងគឺគាត់អាចទាញប្រយោជន៍ពីអាការខឹងរបស់បានឧទាហរណ៍ថាបើយើងខឹងគាត់នៅពេលដែលយើងប្រាប់ឲ្យគាត់ប្រឹងរៀនឬមួយក៏យើងប្រាប់ឲ្យគាត់ទៅធ្វើអ្វីមួយដែលមានប្រយោជន៍តែបើសិនជាគាត់អត់ទៅតែបើសិនជាយើងធ្វើខឹងឲ្យម្នាក់ហ្នឹងគាត់គិតថានៅពេលដែលយើងខឹងទៅគាត់ខ្លាចយើងខឹងហើយគាត់ចាប់ផ្ដើមគិតពីរឿងដែលគាត់ធ្វើឲ្យម្នាក់ហ្នឹងខឹងវានឹងធ្វើឲ្យម្នាក់ហ្នឹងបានដឹងថាគាត់ហ្នឹងធ្វើអ្វីខ្លះបានជាម្នាក់ហ្នឹងខឹងអញ្ចឹងនេះចំណុចនេះគឺជាចំណុចមួយបញ្ហាទី1ចំពោះមុខបញ្ហាទី2តើតើនឹងការរិះគន់ប្រកបដោយសិល្បៈតើអ្នកទាំងអស់គ្នាធ្លាប់រិះគន់ប្រកបដោយសិល្បៈដែរឬអត់រិះគន់ប្រកបដោយសិល្បៈនៅក្នុងចំណុចនេះគឺតើយើងប្រើការរិះគន់ទៅដល់អ្នកដទៃហ្នឹងរបៀបម៉េចអញ្ចឹងការរិះគន់ជាទូទៅមនុស្សយើងគឺរិះគន់គេអ្នកខ្លះគឺគាត់អត់ដឹងពីសិល្បៈនៃការរិះគន់ទេគាត់ដើររិះគន់គេបែបជាន់ពលិចបែបមើលងាយនិងបែបមិនគោរពដល់អ្នកដទៃប៉ុន្តែនៅក្នុងសៀវភៅប្រតិទិន355ថ្ងៃនេះដែរគឺគាត់បានបង្ហាញអំពីការរិះគន់ប្រកបដោយសិល្បៈថាតើយើងគួររិះគន់គេបែបណាដែលធ្វើឲ្យគេមិនខឹងហើយគេមានអារម្មណ៍ថាគេទទួលបានមេរៀនពីយើងទៀតអញ្ចឹងឧទាហរណ៍ដូចពេលដែលយើងឃើញមនុស្សឬក៏យើងឃើញមិត្តភក្តិយើងម្នាក់ដែលគាត់កំពុងតែធ្វើខុសឬក៏គាត់កំពុងតែធ្វើមេរៀនឬមួយក៏គាត់កំពុងតែរចនាអ្វីមួយយើងឧទាហរណ៍ថាគាត់កំពុងតែ design ទៅលើរូបភាពអ្វីមួយដល់ពេលហ្នឹងយើងឃើញថារូបហ្នឹងអត់ស្អាតទេប៉ុន្តែក្នុងចំណុចហ្នឹងយើងចង់និយាយថាចំណុចហ្នឹងហែងគួរស្អាតទេហែងអត់ត្រូវគួរបែបហ្នឹងទេប៉ុន្តែបែបនេះគឺយើងធ្វើឲ្យគាត់បាក់ទឹកចិត្តមួយគឺយើងអាចថារិះគន់គាត់របៀបថាយើងចង់បណ្ឌិតគាត់ប៉ុន្តែបើសិនជាយើងបែរជាមើលរូបហ្នឹងហើយយើងគិតថារូបហ្នឹងគឺស្អាតដែរប៉ុន្តែគ្រាន់តែនៅខ្វះចន្លោះនៅខ្វះខាតត្រង់នេះអញ្ចឹងវាគឺជាចំណុចមួយដែលធ្វើឲ្យគាត់សប្បាយចិត្តដែលគាត់គិតថារបស់គាត់ក៏ស្អាតដែរប៉ុន្តែគ្រាន់តែនៅចំណុចតិចតួចដែលគាត់ត្រូវថែមហើយតើតើទៅមួយទៀតការរិះគន់នឹងដែរដល់ពេលដែលយើងឃើញមនុស្សម្នាក់គាត់កំពុងតែជួបការលំបាកគាត់មើលទៅពិបាកអីចឹងទៅយើងមិនមែនចូលទៅដល់យើងរិះគន់គាត់យើងឃើញហើយយើងមើលងាយមកអីគាត់ទេប៉ុន្តែយើងត្រូវគិតថាតែយើងគួរនិយាយបែបណាយើងគួររបៀបថាការរិះគន់របស់យើងបែបណាដែលធ្វើឲ្យគាត់កាន់តែប្រឹងប្រែងនិងធ្វើឲ្យជីវិតរបស់គាត់កាន់តែប្រសើរឡើងនេះគឺជាចំណុចមួយបញ្ហាទី2តើទៅនឹងចំណុចមួយបញ្ហាទី3តើទៅនឹងយើងធ្វើអ្វីមួយត្រូវគិតដល់ចិត្តអ្នកដទៃចឹងដល់ពេលខ្លះមនុស្សយើងធ្វើឲ្យមួយអត់ចង់មកគិតពីអ្នកដទៃទេគាត់យកតែពីអារម្មណ៍របស់គាត់ចឹងថាតើការយកពីអារម្មណ៍របស់គាត់នឹងមានផលប៉ះពាល់អ្វីខ្លះដល់អ្នកដទៃចឹងនៅពេលដែលយើងធ្វើអ្វីមួយពេលខ្លះយើងអត់ចង់មកគិតទេថាចំណុចរបស់យើងធ្វើទៅរបៀបម៉េចវាជាអតិពលអ្វីខ្លះដល់អ្នកដទៃចឹងខ្ញុំឧទាហរណ៍ដូចជានៅក្នុងថ្នាក់រៀនមួយបើសិនជាថាយើងអង្គុយជាមួយគ្នាយើងជាមិត្តភក្តិរបស់គ្នាយើងជា best friend របស់គ្នាប៉ុន្តែយើងធ្វើអ្វីមួយយើងអត់គិតដល់គាត់ទេយើងអត់គោរពសិទ្ធិគាត់យើងអត់ឲ្យតម្លៃគាត់ជាពិសេសគឺtrong ឧទាហរណ៍ទូទៅនៅក្នុងថ្នាក់ខ្ញុំធ្លាប់ជួបដូចជាមិត្តភក្តិដែលគាត់អង្គុយជាមួយគ្នាគាត់របៀបថាគាត់អត់ផ្ដល់តម្លៃក៏ដូចជាគោរពដល់មិត្តភក្តិដែលអង្គុយជាមួយគាត់ទេគាត់តែងតែយកឆែកកត្តារបស់មិត្តភក្តិគាត់តែងតែយកទូរស័ព្ទរបស់មិត្តភក្តិទៅឆែកមើលនេះទៅឆែកមើលនោះអញ្ចឹងវាគឺជាទង្វើមួយដែលយើងអត់ឲ្យតម្លៃទៅលើមិត្តភក្តិរបស់យើងទេខ្ញុំទទួលស្គាល់ថានៅលើโลกយើងគឺអត់មានអាកំបាំងទេប៉ុន្តែបើសិនជាអាកំបាំងហ្នឹងយើងមនុស្សម្នាក់ហ្នឹងអត់ប្រាប់យើងក៏យើងអត់មានសិទ្ធិចង់ដឹងរឿងគេដែរនេះគឺជាមួយបញ្ហាទី3
ហើយចំពោះតម្លៃអប់រំនៅក្នុងសិភៅក្នុងចំណុច13នេះវិញតម្លៃអប់រំទី1តកតងនឹងទៅពេលដែលការខំរបស់យើងនឹងអញ្ចឹងពេលដែលយើងខំទោះបីយើងដឹងហើយខ្លួនឯងខំប៉ុណ្ណាក៏ដោយប៉ុន្តែយើងត្រូវឲ្យការខំនោះវាជាប្រយោជន៍ដល់យើងមិនមែនការខំជាចន្លោះតតខំខូចខំខាតខំខំអញ្ចឹងមិនថាពាក្យស្លោកមួយឃ្លានោះគឺវាមានអត្ថន័យឲ្យយើងគិតខ្លាំងហើយក៏វាជាអត្ថន័យមួយដែលធ្វើឲ្យយើងគិតទៅវាទៅតាមនឹងមែនវាទស្សនៈហ្នឹងគឺធ្វើឲ្យយើងទទួលបាននូវផលប្រយោជន៍ពេលដែលយើងបានគិតពេលដែលយើងបានវិភាគទៅលើចំណុចហ្នឹង